កាន់តែស្ដាប់កាន់តែពីរោះនេនតូសីហាសូត្រកំណាព្យដ៏មានអត្ថន័យចែកជូនញាតិញោមពុទ្ធបរិស័ទស្ដាប់កំសាន្តនិងជាការអប់រំជារឿយៗនេនតូសីហាតែងតែចែករំលែកចំណេះដឹងនិងកំណាព្យផ្សេងៗចែកជូនបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយដែលបានអញ្ជើញមកកាន់វត្តព្រៃថ្មីក៏ដូចជាបងប្អូនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមហើយតែងតែទទួលបាននូវការពោលសរសើរពីសំណាក់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គនិងបណ្ដាញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយផងដែរការរីកចម្រើននៃចំណេះដឹងរបស់នេនតូសីហាគឺស្ថិតនៅក្រោមការបង្ហាត់បង្រៀននិងមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គនៅក្នុងវត្តព្រៃថ្មីពិសេសគឺព្រះតេជគុណឡុងសុភ័ក្រដែលជាព្រះគ្រូចៅអធិការវត្តព្រៃថ្មីផ្ទាល់តែម្ដងដែលព្រះអង្គតែងតែបានបង្ហាត់បង្រៀនពីចំណេះដឹងផ្នែកអក្សរសាស្ត្រព្រះធម៌រួមនឹងកំណាព្យកាបឃ្លោងផ្សេងៗផងដែរជាក់ស្ដែងកាលពីថ្ងៃសុក្រ4រោចខែបឋមមេសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី3ខែកក្កដាឆ្នាំ2026កន្លងទៅលោកគ្រូអ៊ួនសារ៉ាត់ដែលតែងតែថតពីសកម្មភាពនិងវីដេអូផ្សេងៗរបស់នេនតូសីហាដែលព្រះអង្គតូសីហាកំពុងតែសូត្រកំណាព្យយ៉ាងពីរោះរណ្ដំចិត្តនិងមានអត្ថន័យអប់រំផងដែរចែកជូនបងប្អូនប្រជាពុទ្ធបរិស័ទនៅលើបណ្ដាញសង្គមបង្ហោះភ្ជាប់ជាមួយនឹងវីដេអូមួយនេះលោកគ្រូអ៊ុនសារ៉ាត់បានសរសេរភ្ជាប់យ៉ាងដូចនេះថាព្រះអង្គសីហាសូត្រផ្ដល់ឱវាទពីរោះនិងមានន័យសម្រាប់អត្ថន័យសារដែលព្រះអង្គតូសីហាបានសូត្រនាឱកាសនោះមានអត្ថន័យយ៉ាងដូចនេះថានៅលើផែនដីមានព្រៃមានភ្នំទន្លេតូចធំប្រជុំភូមិស្រុកមនុស្សមានផ្ទះនៅសត្វមានសម្បុកស្វែងរកក្តីសុខគ្រប់អាត្មាបានកើតជាមនុស្សកុំភ្លេចសិលទានព្រះធម៌ជាស្ពានឆ្លងផុតអន្តការបើលោភៈក្រាស់ខ្វះលុះមរណាបើគ្មានមេត្តាក្តៅផ្សាលុខ្ស័យបើកើតជាសត្វមានអ្វីធ្វើទៀនរងទុក្ខស្រេកឃ្លានទាំងយប់ទាំងថ្ងៃបើកើតជាមនុស្សជាលៀបធំក្រៃត្រូវភ្ជាប់និស្ស័យនឹងព្រះសាស្តាបើខ្វះសទ្ធាកំព្រាបញ្ជាក់បើខ្វះវិរិយៈកំព្រាកិច្ចការបើខ្វះខន្តីកំព្រាមេត្តាបើខ្វះបញ្ញាកំព្រាមគ្គផលក្រោយពីបានបញ្ចប់នៅការសូត្រកំណាព្យដ៏មានអត្ថន័យខាងលើនេះលោកគ្រូអ៊ុនសារ៉ាត់បានពោលសរសើរពីចំណេះដឹងរបស់នេនតូសីហាដែលមានការរីកចម្រើនជាលំដាប់ក្រោយពីការចែករំលែកវីដេអូនេះនៅលើបណ្ដាញសង្គមអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានពោលសរសើរនេនតូសីហាពីការរីកចម្រើនរបស់ព្រះអង្គនិងបានលើកឡើងថាពីរោះណាស់លោកូននេនតូសីហាខានស្ដាប់សំឡេងដ៏ពីរោះរបស់នេនតូសីហាយូរហើយប្តីនិងស្រីថ្មីព្រួតគ្នាដាក់ពាក្យប្តឹងប្រពន្ធដើមម្ដេចក៏មិនអាសូរកូនតូចៗផងគ្មានជំរើសទេមានតែដឹកដៃកូនទាំងពីរចូលតុលាការព្រោះវាជាការឈឺចាប់បំផុតក្នុងជីវិតខ្ញុំគ្រាន់តែចង់បញ្ជាក់រឿងពិតជូនបងប្អូនជ្រាបថាខ្ញុំបានព្រមព្រៀងជាមួយឈ្មោះវ៉ាវ៉ានីរួចរាល់ហើយនៅចំពោះមុខមន្ត្រីសង្កាត់ខ្ញុំយកតែកូនទាំងពីរមកចិញ្ចឹមនិងសុំក្រែតែមួយប៉ុណ្ណោះចំណែករឿងផ្សេងទៀតខ្ញុំមិនទាមទារអ្វីទាំងអស់យើងបានផ្តិតមេត្តាសន្យាថាឈប់ជេរប្រមាថឬបង្ហោះហែកហួរគ្នាតាមបណ្ដាញសង្គមទៀតប៉ុន្តែខាងប្រុសបែរជាឲ្យស្រីក្រោយរបស់គេទៅដាក់ពាក្យប្តឹងខ្ញុំពីបទបរិហាគេទៅវិញគេប្តឹងទារលុយខ្ញុំ12លានរៀលដោយយកមូលហេតុពីរឿងដែលខ្ញុំធ្លាប់ផុសរូបតាំងពីមុនកិច្ចសន្យាទោះបីជាលោកចៅសង្កាត់ប្រាប់ឲ្យដកពាក្យបណ្តឹងវិញក៏ពួកគេមិនព្រមដែរអាណិតតែខ្លួនឯងខំទ្រាំរស់នៅជាមួយនឹងគ្នាជិតអស់10ឆ្នាំតែម្ដាយក្មេកមើលមិនឃើញល្អសោះគាត់ថាស្រីថ្មីដែលស្គាល់គ្នាពី3អាទិត្យល្អជាងខ្ញុំទៅទៀតរឿងនេះចប់មិនចប់ចាំមើលស្អែកទាំងអស់គ្នាពួកគាត់មិនត្រឹមតែមិនគោរពពាក្យសន្យាទេសូម្បីតែមន្ត្រីសង្កាត់ក៏ពួកគាត់មើលងាយដែរបដិទ្ធមេដាយហើយបែរជាចង់មានរឿងមិនឈប់បែបនេះទៅវិញបើសម្រាប់ព័ត៌មានមួយទៀតគឺមានចំណងជើងថាហ៊ានណាស់ក្រុមចោរប្លន់បានសម្លាប់ម្ចាស់ហាងលក់គ្រឿងទេសភេសជ្ជៈនិងស្រាបៀរផ្អើលក្រុងបាវិតព័ត៌មានបឋមបានឲ្យដឹងថាមានករណីប្លន់សម្លាប់ម្ចាស់ហាងលក់គ្រឿងទេសភេសជ្ជៈនិងអង្ករដែលមានស្លាកយីហោសមហាក់យ៉ាងសាហាវបណ្ដាលឲ្យម្ចាស់ស្លាប់យ៉ាងអនាយធមនៅក្នុងហាងហើយក្រុមចោរប្លន់បានយកទ្រព្យសម្បត្តិគេចខ្លួនបាត់ស្រមោលករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ8:20នាទីយប់
ថ្ងៃទី7ខែកក្កដាឆ្នាំ2026នៅតាមដងផ្លូវជាតិលេខ1ក្បែរធនាគារមួយកន្លែងដែលស្ថិតនៅភូមិបាវិតលើសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងបើតាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះគឺមានឈ្មោះថាសំហៈភេទប្រុសដែលមានទីលំនៅនៅផ្ទះកើតហេតុខាងលើដែលស្ថិតនៅភូមិបាវិតលើសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងត្រូវបានក្រុមចោរប្លន់បានសម្លាប់នៅក្នុងហាងតែម្ដងនិងបានប្លន់យកទ្រព្យសម្បត្តិអស់មួយចំនួនទៅបាត់ប្រភពបានបង្ហើបឲ្យដឹងថានៅព្រឹកថ្ងៃទី8ខែកក្កដាឆ្នាំ2026នេះសមត្ថកិច្ចកំពុងធ្វើការពិនិត្យនិងធ្វើកសលវិច័យនិងចោះស្រាវជ្រាវរកក្រុមអក្រិតជនមកផ្ដន្ទាទោសឲ្យខាងតែបានបើតាមប្រជាពលរដ្ឋតែរស់នៅជិតទីតាំងកើតហេតុខាងលើបានឲ្យដឹងថាក្រុមចោរប្លន់មានគ្នាប្រមាណពី4ទៅ5នាក់បានធ្វើសកម្មភាពប្លន់ជនរងគ្រោះឬស្នូបានចំនួន2គ្រាប់ហើយក៏ស្ងាត់បាត់ទៅបើទោះបីជាយ៉ាងណាមិនទាន់មានលទ្ធផលច្បាស់លាស់លម្អិតពាក់ព័ន្ធនឹងរឿងនោះទេដោយសមត្ថកិច្ចប្រាប់ថាក្រុមការងារសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវហើយ